ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកបន្តអេពីសូតទី4អេពីសូតទី4នេះនិយាយអំពីការប្លន់ចំណងដៃខួបកំណើតតើមូលហេតុអ្វីបានជាតារាទាំង7ទៅប្លន់ចំណងដៃនេះដោយពួកគេយល់ថាចំណងដៃខួបកំណើតនេះមិនមែនជារបស់សមរម្យនោះទេគឺជារបស់កេងប្រវ័ញ្ចពីញើសឈាមប្រជារាស្ត្រនិងមន្ត្រីស្លូតត្រង់ដោយកេងប្រវ័ញ្ចពួកគេទាំងអស់នេះឯងដូច្នេះហើយតារាទាំង7ក៏បានយល់ឃើញថាមន្ត្រីជេស៊ូដែលយកចំណងដៃខួបកំណើតនេះទៅជូនកៅជឿដែលជាឧបរាជគឺជាអំណោយមិនល្អនោះទេដោយសារការកេងប្រវ័ញ្ចនេះឯងដូច្នេះហើយតារាទាំង7មានឆៅកាយគង់សុនសឹងអ៊ូយ៉ុងព្រមទាំងបងប្អូន3នាក់ហើយនឹងក្រោយគេនោះគឺខ្មោចសក់ក្រហមហៅថាលាវថាងដែលពួកគេដឹងថាចំណងដៃខួបកំណើតនេះមិនមែនជារបស់ដែលបានមកពីសច្ចធម៌និងយុត្តិធម៌នោះទេវាគឺបានមកពីការកេងប្រវ័ញ្ចញើសឈាមរបស់អ្នកស្លូតត្រង់មន្ត្រីស្លូតត្រង់និងប្រជារាស្ត្រជាដើមដូច្នេះហើយគេដឹងថាចំណងដៃខួបកំណើតនេះគឺជាចំណងដៃមួយដែលផ្ញើជូនទៅឧបរាជដើម្បីអែបអបនិងការពារអំណាចខ្លួនដូច្នេះហើយពួកគេមិនចង់ឲ្យអំពើអាក្រក់នេះនៅបន្តទៀតនោះទេដរាបណាក៏ដោយថ្ងៃខួបកំណើតតែងតែដឹងថាចំណងដៃខួបកំណើតថ្ងៃមុនគឺត្រូវបានចោលប្លន់ចោលនោះមិនមែនជាចោលអ្នកអាក្រក់នោះទេគឺជាចោលដែលគេយល់ដឹងថាមន្ត្រីដែលផ្ញើចំណងដៃខួបកំណើតទៅនោះគឺជាមន្ត្រីអាក្រក់កេងប្រវ័ញ្ចញើសឈាមរបស់ប្រជារាស្ត្រនិងមន្ត្រីស្លូតត្រង់តែប៉ុណ្ណោះដូច្នេះហើយគេប្លន់បានជានិច្ចប៉ុន្តែមន្ត្រីក្រោយមកទៀតដើម្បីអែបអបនិងដើម្បីរក្សាអំណាចរបស់ខ្លួនដូច្នេះហើយពួកគេត្រូវតែជូនអំណោយថ្ងៃខួបកំណើតនេះឯងមានទ្រព្យសម្បត្តិជាច្រើនដូច្នេះហើយពួកគេដើម្បីការពារនិងរក្សាអំណាចរបស់ខ្លួនហើយក៏ពឹងអ្នកក្លាហានយ៉ាងជឿម្នាក់ព្រមទាំងមានយុទ្ធសាស្ត្រផងដែរប៉ុន្តែអ្នកស្ដាប់ក្រមបង្គាប់នោះគឺមិនស្ដាប់យ៉ាងជឿនោះឡើយដូច្នេះហើយគឺបរាជ័យត្រូវបានក្រុមតារាទាំង7លួចប្លន់យកទ្រព្យសម្បត្តិនោះអស់ទៅប៉ុន្តែពួកគេក្រោយបានទទួលចំណងដៃខួបកំណើតហើយពួកគេមានការបារម្ភជាខ្លាំងដោយសារអាកណ្ដុរវាធ្វើឲ្យបែកការរឿងនេះដូច្នេះហើយទុកព្រួយរបស់ពួកគេគឺធ្លាក់មកតារាទាំង7មានឆៅកាយអ៊ូយ៉ុងគង់សុនសឹងខ្មោចសក់ក្រហមនិងបងប្អូនអ្នកក្លាហាន3នាក់ទៀតដូច្នេះពួកគេត្រូវរាជការតាមចាប់គ្រប់ទីកន្លែងដោយបិទប្រកាសជាដើមហើយរឿងនេះដែរក៏បានលេចឮដល់សុងជាងបានដឹងមុនរឿងនេះគឺគាត់មកប្រាប់អ្នកទាំង7ដើម្បីឲ្យគេចខ្លួនហើយសុងជាងនេះដែរគាត់យល់ពីអំណោយខួបកំណើតនេះដែរថាវាជារបស់មិនល្អហើយទោះបីជាគាត់ធ្វើមន្ត្រីនៅក្នុងនឹងក៏ដោយក៏គាត់ដឹងហេតុការណ៍នេះដែរដូច្នេះហើយគាត់ក៏ប្រាប់ក្រុមតារាទាំង7ឲ្យរត់គេចដើម្បីរួចខ្លួនហើយតារាទាំង7នេះដែរពេលដែលបានអំណោយខួបកំណើតនេះមិនមែនពួកគេយកទៅចាយវាដោយខ្លួនឯងទេគឺគាត់យកទៅចែកប្រជារាស្ត្រនិងអ្នកទុនខ្សោយដើម្បីផ្គត់ផ្គង់ក្នុងការរស់នៅពួកគេគឺជាមនុស្សដែលក្លាហានយុត្តិធម៌សច្ចធម៌ដូច្នេះហើយពួកគេតែងតែជួយនៅមនុស្សទុនខ្សោយនិងអ្នកដែលក្លាហានឬក៏វីរៈបុរសផ្សេង